រឹងមិនតន់ភ្លឺផងខ្ញុំចាក់ចេញពីផ្ទះពាក់ឯកសណ្ឋានដែលខ្ញុំស្រឡាញ់ចូលកណ្ដាលផ្លូវធំមួយដើម្បីរៀបចំចរិយាយន្តឲ្យមានសណ្ដាប់ធ្នាប់ថ្ងៃក្តៅខ្លាំងដូចភ្លើងឆេះយើសូជោកអោពេញខ្លួនតែខ្ញុំនៅតែឈរត្រង់មិននៅចរិយាយន្តក៏ស្ទើរយន្តតរត់កាត់មកខ្ញុំម៉ូតូឆ្លងកាត់ពីគ្រប់ទីខ្ញុំលើកដៃបាញ់ជាដោយចិត្តស្ងប់ទោះខ្លួនឯងហត់ខ្លាំងប៉ុណ្ណាមានអ្នកប្រញាប់ទៅធ្វើការមានអ្នកប្រញាប់ទៅសាលាខ្ញុំគ្រាន់តែចង់ឲ្យគ្រប់គ្នាទៅរកផ្ទះដោយសុវត្ថិភាពខ្ញុំជាពូប៉ូលីសចរិយាយន្តចូលហាលខ្យល់ហាលភ្លៀងកណ្ដាលផ្លូវប្រឹងការពារសុវត្ថិភាពអ្នកដទៃទោះខ្លួនឯងនឿយហត់ប៉ុណ្ណាពេលជួយគេឲ្យជាគ្រោះថ្នាក់ពេលឯងនាំឲ្យគោរពច្បាប់ไม่ខ្លះបែរជាទៅគេស្ដីបានតោទាំងចិត្តខ្ញុំចង់ជួយគេប៉ុណ្ណោះភ្លៀងធ្លាក់ខ្លាំងលើផ្លូវធំទឹកហូរពេញស្បែកជើងខ្ញុំរថយន្តនិងម៉ូតូបន្តទៅមុខខណៈខ្ញុំនៅឈរកន្លែងដែលអ្នកខ្លះមិនស្ដាប់ការណែនាំខឹងពេលត្រូវថាពីនេះតែខ្ញុំនៅសំឡនណាព្រោះនេះជាតួនាទីរបស់ខ្ញុំក៏មានគ្រួសាររងចាំមានកូនដែលចង់ឲ្យឪពុកត្រឡប់តែពេលខ្ញុំកំពុងបំពេញភារកិច្ចសុវត្ថិភាពប្រជាជនគឺសំខាន់ជាងខ្ញុំជាពូប៉ូលីសចរិយាយន្តចូលហាលខ្យល់ហាលភ្លៀងកណ្ដាលផ្លូវណាពេលជួយគេឲ្យជាគ្រោះថ្នាក់ពេលឯងនាំឲ្យគោរពច្បាប់ពេលខ្លះបែរជាត្រូវគេស្ដីបានតោទាំងចិត្តខ្ញុំចង់ជួយគេប៉ុណ្ណោះ